សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមកចែកជូនអ្នកនរគ្នាទៀតហើយនេះគឺជា SCP 3000ដែលគឺជាសត្វអន្ទង់យក្សដែលធំជាងគេនិងគួរឲ្យខ្លាចជាងគេបំផុតនៅក្រោមបាតសមុទ្រហើយវាមានប្រវែងរហូតដល់600ទៅ900ម៉ែត្រហើយក្បាលរបស់វាមានអង្កត់ផ្ចិត 2.5 ម៉ែត្រហើយទទឹងខ្លួនរបស់វាមានប្រវែងប្រហែល10ម៉ែត្រហើយវាមានធ្មេញដ៏មុតស្រួចដែលអាចសម្លាប់សត្វក្នុងបាតសមុទ្របានយ៉ាងសាហាវហើយ SCP 3000នេះចេញបំបញ្ញអាហារគឺនៅពេលយប់និងកន្លែងដែលស្ងប់ស្ងាត់បំផុតរាល់ទូកនេសាទនិងទូកទេសចរទាំងឡាយដែលបានបាត់ខ្លួននៅលើផ្ទៃសមុទ្រកន្លងមកគឺគេសន្និដ្ឋានថាគឺជា SCP 3000នេះហើយអ្នកទាំងអស់គ្នាគេជឿថា SCP 3000នេះគឺនៅមានច្រើនពីព្រោះផ្ទៃសមុទ្រគឺធំល្វឹងល្វើយហើយជម្រៅបាតសមុទ្រគឺជ្រៅខ្លាំងណាស់យើងមិនអាចដឹងថានៅក្រោមបាតសមុទ្រមានសត្វអ្វីនិងសត្វដែលកាចសាហាវរស់នៅច្រើនទេព្រោះផ្ទៃសមុទ្រគឺច្រើនជាងផ្ទៃដីអញ្ចឹងហើយសត្វនេះគឺមានច្រើនខ្លាំងណាស់នៅលើភពផែនដីយើងហើយវីដេអូយើងក៏ចប់បើសិនជាពេញចិត្តនៅវីដេអូនេះសូមជួយចុច like និង subscribe ម្នាក់មួយផងសូមអរគុណជួបគ្នានៅវីដេអូ